ថៃតវល់ច្រករកផ្លូវចេញមិនឃើញអោនក្បាលសុំខ្មែរចរចាលើកទី2តើបងប្អូនចង់ចរចាជាមួយថៃអត់ប៉ុន្តែសម្រាប់ចាងវាងចង់ប្រាប់ថាពាក្យថាថៃសៀមមួយនេះណាឆ្អែតដូចហូបបាយអញ្ចឹងណាបងប្អូនយើងសុកចិត្តបើកទ្វាររបងឲ្យឆ្កែចូលផ្ទះក៏មិនបើកទ្វាររបងចរចាជាមួយថៃដែរសង្គ្រាមជុំទី1ជុំទី2ខ្មែរមិនសូវក្តៅក្រហាយទេគឺក្តៅក្រហាយបំផុតសោកនាដកម្មភ្នំខ្មោចឆ្នាំ1979ដែលថៃយកខ្មែរទៅសម្លាប់នៅភ្នំខ្មោចរាប់ម៉ឺនរាប់សែននាក់ហើយអួតថាជាអ្នកមានគុណរបស់ខ្មែរខណៈ UN ជាអ្នកចេញលុយជួយខ្មែរសោះអញ្ចឹងបានថាសុកចិត្តបើកទ្វាររបងឲ្យឆ្កែចូលផ្ទះប្រសើរជាងចរចាជាមួយភាគីថៃព្រោះមកដល់ពេលនេះណាខ្មែរយើងមានប្រៀបខ្លាំងទៅលើភាគីថៃតាក់ទងជាមួយនឹងការឈ្លានពានដែលបរទេសបានដឹងបានឮគ្រប់គ្នាសំបីតែអង្គការសហប្រជាជាតិក៏បានដឹងថាឈ្លានពានកម្ពុជាសំបីតែអង្គការ UNESCO អាមេរិកបារាំងពិភពលោកដឹងថាថៃឈ្លានពានកម្ពុជាអញ្ចឹងថៃតវច្រកឲ្យបានអោនក្បាលសុំខ្មែរចរចាលើកទី2ប៉ុន្តែខ្មែរចង់ប្រាប់ថាមិនចង់ចរចាអ្វីទាំងអស់ពេលនេះមានតែយកច្បាប់អន្តរជាតិដើម្បីចរចាជាមួយនឹងថៃ